ហើយយើងវិចចាប់ដើម្បីពេលយើងយកចូលដល់កម្មវិធីគឺយើងដាក់កម្ដៅអញ្ចឹងពេលដែលយើងខ្ញុំចូលដល់កម្មវិធីយើងខ្ញុំចាប់ផ្ដើមជួបជាមួយនឹងមេចុងភៅប្រចាំតំបន់ដូចបងប្អូនដឹងហើយអាហារសុខភាពមិនមែន50តុក60តុកទេនៅក្នុងកម្មវិធីនីមួយៗអាហារសុខភាពមានត្រឹមតែ1តុក2តុកតែប៉ុណ្ណោះអញ្ចឹងហើយនាងខ្ញុំចាប់ផ្ដើមជួបជាមួយនឹងមេចុងភៅដើម្បីរៀបចំអាហារដើម្បីរៀបចំចានដើម្បីរៀបចំឆ្នាំងអញ្ចឹងយើងនិយាយជាមួយចុងភៅទៅថាគួរដាក់តុកណាដើម្បីយើងរៀបចំអាហារហ្នឹងនៅលើតុជាពិសេសយើងត្រូវជ្រើសរើសចានណាដែលស័ក្តិសមជាមួយនឹងមុខម្ហូបរបស់យើងដោយបងប្អូនដឹងអញ្ចឹងម្ហូបទោះឆ្ងាញ់ប៉ុណ្ណាក៏ដោយតែបើសិនជាយើងអត់ចេះរៀបចំអត់ចេះដេកចានស្អាតក៏ម្ហូបនឹងមើលទៅមិនសូវមានតម្លៃម្ហូបនឹងមើលទៅក៏មិនសូវមានរសជាតិឆ្ងាញ់ដែរព្រោះអារម្មណ៍មនុស្សយើងដឹងហើយបើឃើញស្អាតឃើញតំណងចង់ញ៉ាំភ្លាមតែម្ដងអញ្ចឹងយើងត្រូវការដេកហើយជាពិសេសមួយទៀតគឺតិចនិចក្នុងការរៀបចំឲ្យអាហាររបស់យើងដាក់ភ្លើងមកសោះរបស់យើងទឹករបស់យើងគ្រឿងរបស់យើងគឺសមមាត្រជាមួយនឹងការប្រើភ្លើងដើម្បីឲ្យវាមានគេហៅថា balance ហើយទឹកកម្ដៅនៃម្ហូបហ្នឹងគឺក្ដៅអ៊ុនហុយគឺរសជាតិឆ្ងាញ់ដូចបងប្អូនឃើញនៅក្នុងវីដេអូនេះអញ្ចឹងគឺនាងខ្ញុំបានរៀបចំជាមួយនឹងអាហារច្រើនមុខហើយយើងដាក់កម្ដៅយ៉ាងស្រស់ស្អាតរៀបចំនៅលើតុមានគ្រប់មុខគ្រប់ជម្រើសអញ្ចឹងដូចខ្ញុំនិយាយចឹងអ្វីដែលសំខាន់គឺការរៀបចំហើយនៅក្នុងហ្នឹងដូចខ្ញុំនិយាយមុនហ្នឹងថាពេលដែលយើងរៀបចំអត់មានច្រើនតុកទេម្ហូបរបស់យើងមានតែ1តុក2តុកទេអញ្ចឹងយើងតែងតែប្រើប្រាស់ជាមួយនឹងចានឆ្នាំងរបស់មេចុងភៅតែម្ដងព្រោះយើងបានជជែកជាមួយគាត់ហើយអញ្ចឹងយើងរៀបដេកចានយ៉ាងស្រស់ស្អាតរងចាំភ្ញៀវកិត្តិយសរងចាំដោយសារតែឈុតនេះគឺរៀបចំសម្រាប់ពិសេសសម្រាប់ឪពុកម្ដាយខាងកូនកំឡោះអញ្ចឹងឥឡូវនេះយើងរៀបចំរួចរាល់ហើយដាក់នៅលើតុត្រៀមចាំទទួលពួកគាត់មកពិសាហើយបងប្អូនចាំស្ដាប់ជាមួយនឹង feedback ផ្ទាល់របស់ពួកគាត់តែម្ដង好吃很好谢谢谢谢加油你吃这个很好吃这个很好吃这个很好吃什么都很好吃很好吃谢谢你谢谢好吃，我觉得它的菜色会有很多颜色哦，看起来很开心，对，很好吃。很好吃哦，以后多一点生意给你。ទាំងអស់ដែលបានមកចូលរួមក្នុងកម្មវិធីនេះខ្ញុំមានអីពីអីទេមានតែអរគុណយ៉ាងជ្រាលជ្រៅហើយសូមភ្ញៀវកិត្តិយសទាំងអស់ត្រឡប់ទៅវិញសូមធ្វើដំណើរឲ្យមានសុវត្ថិភាពទាំងអស់គ្នាចាអរគុណច្រើនបាទ